មកតវគ្គថ្មីឲ្យកន្លែងនេះគឺគណៈកម្មការគាត់ចង់ដឹងពីបញ្ហាគ្រួសាររបស់ស៊ូប៊ីនដែលជីសុនក៏បានទាយមុននឹងថាគាត់ធ្លាប់មានបញ្ហាជាមួយនឹងគ្រួសារផងម្ដាយរបស់គាត់តាំងពីក្មេងហើយស៊ូប៊ីនគាត់ថាបើម្ដាយគាត់គឺពិតជារំទុំមែនតែនហើយបើសិនជាឪពុកគាត់វិញគឺការពារគាត់ខ្លាំងជ្រុល 엄청 심하셨습니다. 그리고 진짜 ហើយកន្លែងនេះស៊ូប៊ីនគាត់រៀងអួរដើមកបន្តិចព្រោះដោយសារថ្ងៃហ្នឹងគឺជាថ្ងៃគម្រប់ខួបមរណភាពរបស់ឪពុកគាត់ហើយស៊ូប៊ីនគាត់បន្ថែមទៀតថាឪពុករបស់គាត់គឺពិតជាស្រឡាញ់គាត់មែនតើគ្រាន់តែឪពុករបស់គាត់មានចំណុចខ្វះខាតច្រើនហើយការស្រឡាញ់របស់គាត់មកលើស៊ូប៊ីនគឺរៀងចម្លែកបន្តិច 예뻐해 주셨습니다. ហើយពេលខ្ញុំនៅក្មេងពួកយើងក៏អត់មានជីវភាពអីធូរធារដែរហើយឪពុកស៊ូប៊ីនគឺជាមនុស្សដែលផឹកស្រាដែលពឹងផ្អែកទៅលើស្រាខ្លាំងហ្មងហើយគាត់បានមកពាក់ព័ន្ធជាមួយនឹងជីវិតស៊ូប៊ីនហើយហួងហែងស៊ូប៊ីនខ្លាំងមែនតើហើយការស្រឡាញ់របស់ឪពុកគាត់ខ្លាំងពេកគឺពេលខ្លះមកជាពាក់ជាប៉ុននឹងជីវិតគាត់ឬក៏ពេលខ្លះអាចខ្លាយទៅជាអំពើហិង្សាទៀតហើយស៊ូប៊ីនពេលខ្លះគាត់យល់ខុសដោយសារគាត់គិតថាអានឹងគឺជាក្តីស្រឡាញ់កន្លែងនេះស៊ូប៊ីនក៏និយាយថាខ្ញុំស្អប់គាត់ប៉ុន្តែខ្ញុំនឹកគាត់ 죄송합니다. ចំណុចនេះគឺគណៈកម្មការគាត់សួរបន្ថែមទៅលើចំណុចរបស់ជីសុនដែលគាត់ទាយឲ្យស៊ូប៊ីនថាស៊ូប៊ីនមិនមែនជាមនុស្សរឹងមាំតាំងពីដំបូងទេប៉ុន្តែគាត់ត្រូវតែធ្វើជាមនុស្សរឹងមាំអញ្ចឹងគណៈកម្មការគាត់ចង់ដឹងថាចំណុចហ្នឹងគឺជីសុនគាត់និយាយត្រូវអត់ហើយស៊ូប៊ីនក៏បាននិយាយថាទោះបីជាអតីតកាលគាត់បានកន្លងផុតទៅហើយក៏ដោយប៉ុន្តែគាត់នៅតែព្យាយាមធ្វើរឹងមាំហើយមែនតើគឺវាធ្លាប់អាក្រក់ជាងនឹងទៀតគាត់គិតថាគាត់អត់តន់រឹងមាំគ្រប់គ្រាន់ទេមើលតែឥឡូវមើលគាត់នៅយំនៅឡើយហ្នឹងគាត់ព្យាយាមធ្វើរឹងមាំទាំងដែលខាងក្នុងរបស់គាត់គឺអត់រឹងមាំទេហើយគាត់ត្រូវតែរឹងមាំព្រោះដោយសារគាត់មានកូនស្រីមួយដែលត្រូវចិញ្ចឹមបីបាច់ថែរក្សាហើយមែនតើស៊ូប៊ីនគាត់ថាអត់ងាយទេដែលគាត់ត្រូវចិញ្ចឹមកូនស្រីម្នាក់ឯងហើយក្នុងនាមគាត់ជា single mom ហើយណាមួយគាត់ចាប់ផ្ដើមធ្វើ business ផងហើយជាមួយនឹងការធ្វើជាគ្រូចូលរូបផងដើម្បីកូនស្រីគាត់ធំឡើងគឺមានអ្វីៗគ្រប់បែបយ៉ាងហើយណាមួយខ្ញុំអត់ចង់ឲ្យកូនស្រីខ្ញុំឬក៏ណាគេក៏ដោយឃើញថាខ្ញុំនឹងទន់ខ្សោយហើយនោះក៏ជាហេតុផលដែលធ្វើឲ្យខ្ញុំព្យាយាមធ្វើរឹងមាំហើយជាមួយចំណុចនេះគណៈកម្មការក៏សួរចាក់ដោតហ្មងណាក៏សួរថាតើអ្នកឯងគិតថាកូនស្រីអ្នកឯងឆ្លាតអត់មានណាស៊ូប៊ីនយំម្ដងទៀត 진짜 바보예요. កន្លែងនេះស៊ូប៊ីនគាត់ថាកូនគាត់អត់ឆ្លាតទេហើយកូនគាត់អត់តន់ជាអាននៅឡើយទេហើយគាត់គិតថាវាប្រហែលជាមកពីគាត់ដែរដែលមិនសូវបាននៅក្បែរកូនគាត់ហើយកន្លែងនេះវាស្ដាប់ទៅកំសត់ពេកជីសុនគាត់សុំនិយាយមួយដើម្បីលើកទឹកចិត្តនូសឹងប៊ីអញ្ចឹងណាជីសុនគាត់ថាគាត់អត់តន់ចេះសូត្រមេគុណនៅឡើយទេម្នាក់ភ្ញាក់គ្រប់គ្នាគ្រាន់តែមួយម៉ាត់ហ្នឹងធ្វើឲ្យសឹងប៊ីសោចបានហើយសួរវិញថាវាអត់មានជាបញ្ហារបស់អ្នកឯងទេហើយជីសុនគាត់ថាការកូនលេខរបស់គាត់ហ្នឹងគឺគ្រាន់បើហើយដល់សប្តាហ៍ថ្ងៃនេះអញ្ចឹងជីសុនគាត់និយាយថាទោះបីគាត់អបកាយនៅក្នុងមេគុណក៏ដោយប៉ុន្តែគេឲ្យសមត្ថភាពរបស់គាត់គឺជាគ្រូចូលរូបដែលមានសមត្ថភាពដែលអាចទន្ទេញឲ្យសូត្រធម៌បានឬក៏ពិធីកម្មផ្សេងៗដែលវាសំខាន់ចំពោះខ្ញុំជាងការសូត្រមេគុណហើយខ្ញុំក៏ទទួលយកជោគវាសនាជីវិតរបស់ខ្ញុំរហូតដល់ថ្ងៃខ្ញុំស្លាប់